បាទសួស្តីបងប្អូនបាទបងប្អូនធ្លាប់ចំហុយត្រីស្លឹកគ្រៃទេបងប្អូនបាទថ្ងៃនេះខ្ញុំចំហុយត្រីស្លឹកគ្រៃឲ្យបងប្អូនទស្សនាបាទខ្ញុំមានត្រីប៉ោងមួយក្បាលទម្ងន់គីឡូ2ខាំបងប្អូននេះក្បាលវាត្អូតំណងណាបងប្អូននេះត្រីប៉ោងបងប្អូនក្បាលមកយើងច្របាច់អំបិលវាស្អាតមកវាគីឡូជាងត្រីនេះសិតពងល្អណាស់បងប្អូនច្របាច់អំបិលឲ្យស្អាតមកយើងលាងទឹកឲ្យស្អាតមកបងប្អូនហើយស្លឹកគ្រៃយើងយកស្លឹកគ្រៃមកទ្រាំបាត់ឆ្នាំងឲ្យដាក់ទឹកបងប្អូនយើងដាក់គម្របនៅវាហ្នឹងក៏យើងដាក់ស្លឹកគ្រៃដែរហើយយើងក៏រៀបត្រីយើងនេះមានគ្រឿងស្លឹកក្រូចម្ដេងម្ទេសបងប្អូនមិនបាច់ប្រើខ្ទឹមក៏បានដែរវាស្លឹកគ្រៃឈ្ងុយឲ្យបងប្អូនត្រីយើងកោតយ៉ាងមកយើងកាត់វាពីរយ៉ាងមកទ្រាំស្លឹកគ្រៃវាក្រោយមកនឹងក្រូចស្លឹកក្រូចយើងម្ដេងហ្នឹងហើយត្រីក៏យើងយកមកប្រឡាក់គ្រឿងតិចមកបងប្អូនទឹកស៊ីអ៊ីវទឹកស៊ីអ៊ីវតិចមកហើយរត់ឌីប្រេងខ្យងបងប្អូនប៊ីចេងមកចាប់មកហើយប្រឡាក់ហើយច្បាច់ច្បល់វាស្អាតឲ្យវាចូលជាតិមកទុះសិនបងប្អូនបាច់ច្បល់ចឹងហើយយើងយកទៅរៀបដាក់ចានយើងមិញចានយើងរៀបស្លឹកគ្រៃវិញស្លឹកគ្រៃយើងដាក់ក្នុងពោះវាដែរបងប្អូនយកក្នុងពោះហ្នឹងមកដាក់ក្នុងពោះទាំងសងខាងមកហើយក៏រៀបដាក់ចានមកកាត់ជាពីរមកព្រោះត្រីវាធំខ្ញុំដាក់ទៅវាផុតចានរៀបឲ្យដាក់ក្នុងឆ្នាំងយើងមកស្លឹកក្រូចយើងរួយពីលើចឹងបងប្អូនឲ្យស្លឹកគ្រៃយើងកាត់ខ្លីៗមកយើងដាក់ក្របពីលើវាបងប្អូនក្របឲ្យជិតចឹងមកហើយយើងចំហុយយកឈ្ងុយបងប្អូនឈ្ងុយល្អបើទឹកក្លិនបើឆ្នាំងមកជះក្លិនឈ្ងុយល្អណាស់ហើយបើកភ្លើងតិចបានទេបងប្អូនទៅចំហុយទៅបើកនេះមកក្លិនឈ្ងុយស្លឹកគ្រៃល្អណាស់បងប្អូនឆ្អិនហើយយើងបើកតិចពុះពីពុះឲ្យឆ្អិនល្អបងប្អូននេះឆ្អិនល្អណាស់ស្លឹកគ្រៃស្លឹកឈ្ងុយជាមួយស្លឹកក្រូចម្ដេចរបស់យើងឲ្យរៀបនេះមានទឹកម្លក់មានទឹកត្រីកោះកុងមានទឹក7ទុំម្លែមាន3-4មុខហ្នឹងបងប្អូនមានទឹកសក់ជីគ្រប់មុខសាឡាត់ស្រួយរបស់យើងមាន2-3នាក់អីល្មមបងប្អូនរោចាក់មកយួរពីយួរមកត្រូវបងប្អូនតំណងណាស់បងប្អូនណាតំណេងជួយមកចូលរួមជាមួយខ្ញុំបងប្អូនតំណងណាបងប្អូនឡាយយើងស្រស់ទឹក7ទុំអរគុណច្រើនបងប្អូនបានជួយចូលរួមជាមួយគ្នាអរគុណ